ដកបញ្ឈរជើងប៉ូលីសចរាចរណ៍ម្នាក់ដែលស្រវឹងយកដុំថ្មគប់កញ្ចក់ឡានគេថ្មីនេះមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមដោយបានបង្ហាញពីសកម្មភាពរបស់ប៉ូលីសចរាចរណ៍ម្នាក់បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តមួយគ្រឿងនៅចំណុចអាណន់មួយខណ្ឌដូនពេញយ៉ាងណាក្រោយឃើញមានការផ្សព្វផ្សាយយ៉ាងដូចនេះលោកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យការិយាល័យបុគ្គលិកផែនការងារធនធានមនុស្សធ្វើការស្រាវជ្រាវនិងកោះហៅប៉ូលីសចរាចរណ៍រូបនោះមកសួរនាំបន្ទាប់ពីសួរនាំរួចគឺលោកវរៈសេនីយ៍ត្រីកុសលសុខហួចដែលជានាយផ្នែកបញ្ជាចរាចរណ៍ទី2ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដែលបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តមួយគ្រឿងនៅចំណុចអាណន់មួយខណ្ឌដូនពេញបានសារភាពថាកាលពីយប់ថ្ងៃទី4ខែកុម្ភៈឆ្នាំ2025ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មទៅគប់កញ្ចក់រថយន្តមួយគ្រឿងម៉ាក Toyota Land Cruiser ដែលចតនៅចំណុចអាណន់មួយស្ថិតនៅផ្លូវលេខ214សង្កាត់ជ័យជំនះខណ្ឌដូនពេញពិតមែនដោយសារស្រវឹងស្រាជោគជាំសូមជម្រាបផងដែរថាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជាចំពោះលោកវរៈសេនីយ៍ត្រីកុសលសុខហួចហើយបច្ចុប្បន្នប៉ូលីសចរាចរណ៍រូបនេះត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ននិងតម្រូវឲ្យមកបង្ហាញវត្តមាននៅការិយាល័យបុគ្គលិករងចាំការសម្រេចរបស់ថ្នាក់លើ